សួស្តីអ្នករាល់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបដក passkey ឬក៏ password ដែលយើងបានដាក់នៅលើ Telegram ចង់ដឹងថាគេដកដូចម្ដេចកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំដូចតទៅនេះជាដំបូងយើងចុចចូលមកក្នុង account របស់ Telegram សិនមកឬក៏ហៅថាកម្មវិធី Telegram ហ្នឹងយើងចុចចូលមកក្នុងនឹងដើម្បីចូលទៅធ្វើវាបន្ទាប់ពីយើងចូលមកដល់ក្នុង account របស់ Telegram យើងហើយយើងក្លែកមើលខាងក្រោមនេះគេដាក់ថា setting ដែលមាននិមិត្តសញ្ញាដូចរូបម្យ៉ាងម៉ូតូបន្ទាប់មកយើងក្លែកមើលកន្លែងរូបកូនសោគេដាក់ថា privacy and security យើងចុចកន្លែងហ្នឹងមកដើម្បីចូលបន្ទាប់ពីយើងចុចពាក្យ privacy and security ហើយយើងអូសមកខាងក្រោមយើងក្លែកមើលពាក្យមួយគេដាក់ថា passkey ដែលមាននិមិត្តសញ្ញារូបកូនសោចុចលើវាមកឥឡូវនេះវាកំពុងតែជាប់ passkey ហើយដើម្បីដោះវាគឺយើងចុចលើវានឹងមកដើម្បីចូលទៅដោះបន្ទាប់ពីយើងចុចចូលមកដល់ត្រង់ចំណុចនេះហើយយើងមើលកន្លែងសញ្ញាចុច3នេះកន្លែងហ្នឹងគឺយើងចុចលើរូបសញ្ញាចុច3ហ្នឹងមកដល់ពេលដែលយើងចុចកន្លែងរូបសញ្ញាចុច3ហ្នឹងវានឹងឃើញរូបធុងសម្រាមហើយគេដាក់ថា delete ដែលមានឈ្មោះថា delete អក្សរអង់គ្លេសយើងចុចកន្លែងលើរូបសញ្ញាហ្នឹងមកដើម្បីលុបវាបន្ទាប់ពីយើងចុចកន្លែងសញ្ញាហ្នឹងហើយគឺវាចេញពាក្យ delete passkey យើងចុចពាក្យកន្លែង delete ហ្នឹងមកតង់ទៀតមកបន្ទាប់មកវានឹង load message មកនៅលើកញ្ចក់អេក្រង់យើងតែម្ដងគេប្រាប់ថាយើងបានដោះ passkey ហើយគឺ message គេ load មកដើម្បីបញ្ជាក់ passkey និង password ហ្នឹងយើងបានដោះហើយគេផ្ញើសារមកយើងដើម្បីបញ្ជាក់ប្រាប់យើងថាយើងបានដោះរួចរាល់ហើយដើម្បីចង់ដឹងថាតើយើងបានដោះរួចរាល់ដែរឬអត់គឺយើងត្រូវតែថយក្រោយមកសិនមកដើម្បីមើលថាតើយើងបានដោះហើយឬនៅបន្ទាប់ពីយើងថយមកមាញ់ដល់ពេលដែលយើងចូលមកកន្លែងនេះគឺវាចេញសញ្ញារូបសញ្ញាលេខ1ឥឡូវវាចេញពាក្យថា off អញ្ចឹងមានន័យថាយើងបានដោះរួចរាល់ហើយនៅពេលដែលចេញសញ្ញាបែបហ្នឹងវីដេអូដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេសម្រាប់ខុសៗឆ្គងដែលខ្ញុំនិយាយទៅរអាក់រអួលត្រង់ចំណុចណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត